សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងស្តីពីការរៀបចំកម្មវិធីសង្ក្រាន្តស្វាយរៀងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំម្សាញ់កាលពីថ្ងៃទី21ខែមីនាឆ្នាំ2025រដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្តីជូនដំណឹងជម្រាបជូនបងប្អូនប្រជាពលរដ្ឋនិងសាធារណជនទូទៅជ្រាបថានៅថ្ងៃទី14 15 16ខែមេសាឆ្នាំ2025ខាងមុខនេះរដ្ឋបាលខេត្តស្វាយរៀងនឹងរៀបចំកម្មវិធីសង្ក្រាន្តស្វាយរៀងនៅទីតាំងរង្វង់មូលវិមានឯករាជ្យក្រុងស្វាយរៀងដើម្បីបង្កើតភាពអ៊ូអរនិងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនាលេងកម្សាន្តនិងចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ថាកម្មវិធីនេះនឹងរៀបចំចាប់ពីម៉ោង 10:00 នាទីព្រឹកតទៅជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី14 15 16ខែមេសាឆ្នាំ2025ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជាកម្មវិធីលេងល្បែងប្រជាប្រិយការដាក់តាំងបង្ហាញផលិតផលនានាកម្មវិធីប្រគំតន្ត្រីខ្នាតធំដោយមានការចូលរួមពីសិល្បករសិល្បករនីល្បីៗក្នុងប្រទេសនិងការបាញ់ទឹកការរាំលេងកម្សាន្តរួមនឹងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនផ្សេងទៀតជាមួយគ្នានេះដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឲ្យកាន់តែមានភាពអធិកអធមនៅតាមបណ្ដាក្រុងស្រុកក៏មានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅតាមទីតាំងសំខាន់ៗមួយចំនួនដូចជារមណីយដ្ឋានទីប្រជុំជននិងវត្តអារាមតាមភូមិសម្រាប់បងប្អូនប្រជាពលរដ្ឋចូលរួមលេងកម្សាន្តផងដែរអាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋនិងសាធារណជនទូទៅមេត្តាជ្រាបនិងអញ្ជើញចូលរួមទស្សនានិងលេងកម្សាន្តឲ្យបានច្រើនកុះករដើម្បីញ៉ាំងឲ្យកម្មវិធីនេះប្រព្រឹត្តទៅប្រកបដោយភាពឧឡារិកនិងសប្បាយរីករាយ